Kiaឥឡូវយើងមកធ្វើក្តាប់លំហាត់ទី4នេះមួយអញ្ចឹងពួកយើងអានមកទី1ទី4នេះគេថា Carol គាត់សំលុយ9លើ2បើប្រៀបធៀបជាមួយនឹង Siulin អញ្ចឹងអត្ថន័យពភាគកន្លែងនេះមានន័យថា9 to 2 right អញ្ចឹងមានន័យថាកន្លែង A សំណួរ A ហ្មងណាកាត់អញ្ចឹង what is the ratio of Carol Selwing អញ្ចឹង Carol ឈើសរសេរដោយអក្សរ K ហើយដល់ពេល Siulin ឈើសរសេរដោយអក្សរ L Lin ណាហើយបន្ទាប់មកគេចង់សួរយើងទៅរកអាសរុបទៀតអញ្ចឹង total ឬក៏អក្សរ T ហ្នឹងណាអញ្ចឹងពួកយើងដាក់ឲ្យចំលេខវាមក Carol សែវបាន9មានន័យថា Siulin គាត់សែវបានតែ2ទេហើយសរុបទាំងអស់9បូក2 11ហ្នឹងណាអញ្ចឹង A ចប់9 to 2 to 11យើងមូទៅលេខ B លេខ B សួរថា Siulin សែវបាន$28តិចជាង Carol តើអ្នកទាំងអស់គ្នាសំលុយបានប៉ុន្មានពួកយើងមើលកន្លែងនេះអានពី3ដងទៅយើងយល់ហើយមែនទេអញ្ចឹងឈើបែបសង្ខេបបែបខ្លីអញ្ចឹងឈើសួរថា9ជាមួយនឹង12អញ្ចឹងតើអា Carol នេះសែវបានច្រើនជាងគាត់ប្រហែលអញ្ចឹងកន្លែងនេះឈើយក9ដក2អញ្ចឹងឈើបាន7អញ្ចឹងអានេះ7ហើយនេះអញ្ចឹងកន្លែងហ្នឹងមានន័យថាម៉េចយើងប្រើតាមមេរៀនរបស់យើង I can write 7 unit equal 28មូលហេតុអីអញ្ចឹងបាន28គេថា Siulin sell 28 less អញ្ចឹងអានេះ Siulin sell បានទៅ2អានេះ sell បាន7អញ្ចឹងណាអញ្ចឹងយើងយកសំទោសយកបាន9អញ្ចឹងមានន័យថា Siulin ហ្នឹងគាត់សំលុយតិចជាង Carol ហ្នឹង7 unit អញ្ចឹង7 unit equal 28អញ្ចឹងឈើរក1 unit សិនមក1 unit ស្មើ28 divide by 7អញ្ចឹងមានន័យ1 unit ហ្នឹងស្មើ$4អញ្ចឹងណាអញ្ចឹងដល់ពេលគេរក all together នេះគ្នាយើងនេះនៅក្នុងសំណួរ A all together គឺអាពីរអ្នកហ្នឹងបូកបញ្ចូលគ្នាអញ្ចឹងមានន័យថាម៉េចគឺឈើរក11 unit អញ្ចឹង11 unit ពួកយើងស្គាល់1 unit ហើយអញ្ចឹង11មិនស្មើនឹង$4ហ្នឹងគុណនឹង11មកអញ្ចឹងសរុបមកគាត់សំបាន2នាក់ហ្នឹងគឺ$44អូខេយេខ្លីអរគុណច្រើនគ្នាយើងបើមានសំណួរអីអត់យល់ត្រង់ណាអាចសួរនៅក្នុង comment បាន